សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើររឿងហើយសាច់រឿងរបស់យើងថ្ងៃនេះគឺនិយាយអំពីប្អូនស្រីម្នាក់ដែលគាត់រស់នៅភ្នំពេញណាហើយគាត់ក៏បានទៅលេងផ្ទះលំហែនៅក្នុងទីរួមខេត្តកំពតហើយកំឡុងពេលដែលគាត់បានទៅលេងផ្ទះលំហែនៅកន្លែងទីរួមខេត្តកំពតហ្នឹងហើយពួកគាត់ក៏បានជួបរឿងរន្ធត់ជាច្រើននៅកន្លែងនោះហើយហេតុការណ៍រន្ធត់នីមួយៗគឺអាចនិយាយបានថាគឺសាហាវខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាពេលដែលពួកគាត់នឹងបានជួបហេតុការណ៍ទាំងនោះហើយតើពួកគាត់ទៅជាយ៉ាងណាអញ្ចឹងក៏មកខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ប៉ុន្តែមុននឹងចូលទៅស្ដាប់ណាសូមបងប្អូនទាំងអស់គ្នានឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ Channel មានម្នាក់មួយផងអញ្ចឹងក៏មកខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ដែលសាច់រឿងរបស់យើងថ្ងៃនេះគឺបានមកពីការចែករំលែករបស់បងស្រីម្នាក់ដែលគាត់មានឈ្មោះថាជីណាហើយរឿងនឹងផងដែរគឺបានកើតឡើងកាលពីកំឡុងឆ្នាំ2023នេះឯងហើយបងស្រីជីណាគឺគាត់គឺជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញបងស្រីជីណានឹងផងដែរគឺគាត់គឺជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមកកន្លែងណាដែលការងាររបស់បងស្រីជីណាហ្នឹងគឺជាធម្មតាគឺពួកគាត់ចូលធ្វើការនៅម៉ោង8ព្រឹកណាហើយពួកគាត់ចេញមកវិញនៅល្ងាចប្រហែលជាខ្ទង់ម៉ោង5ម៉ោង6ហ្នឹងឯងហើយការងាររបស់បងស្រីជីណាហ្នឹងគឺតែងតែថាមានការងារច្រើនមមាញឹកគឺអត់សូវមានពេលសម្រាកនោះទេតោះតែថាថ្ងៃបុណ្យទានធំអីទើបពួកគាត់បានឈប់សម្រាកម្ដងណាហើយបងស្រីជីណាហ្នឹងគឺគាត់បានធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងហ្នឹងគឺអស់រយៈពេលប្រហែលជា7-8 ឆ្នាំហើយនិយាយទៅអាចនិយាយបានថាយូរគួរសមដែរណាបងប្អូនអញ្ចឹងធម្មតាយើងធ្វើការនៅកន្លែងក្រុមហ៊ុនណាមួយអញ្ចឹងដូចថាមានការងារច្រើនអញ្ចឹងហើយអាចនឹងមានបញ្ហាដូចជាការ stress ឬក៏លក្ខណៈថារៀងsad រៀងដូចថាអត់សូវសប្បាយចិត្តអីអញ្ចឹងណាព្រោះដោយសារតែការងារវាច្រើនវាអីចឹងទៅអញ្ចឹងបងស្រីជីណាគឺពេលហ្នឹងគាត់ថាដោយសារតែការងារពួកគាត់ហ្នឹងរវល់ហើយមានការងារច្រើនអញ្ចឹងគាត់ក៏រៀង stress រៀងអីណាអញ្ចឹងពេលហ្នឹងបងស្រីជីណាគាត់ក៏បានបបួលមិត្តភក្តិគាត់ហ្នឹងប្រហែលជា3នាក់ទៀតណាអញ្ចឹងទាំងអស់ហ្នឹងវា4នាក់ពួកគាត់ក៏បបួលគ្នាទៅលេងនៅក្នុងទីរួមខេត្តកំពតដែលពួកគាត់បានទៅហ្នឹងគឺជាថ្ងៃបុណ្យទានគឺជាថ្ងៃឈប់សម្រាកណាអញ្ចឹងពួកគាត់ក៏ដូចថាបងស្រីជីណាហ្នឹងគាត់រៀង stress ផងរៀងដូចថាអត់សូវសប្បាយចិត្តអីអញ្ចឹងណាពួកគាត់ក៏បានបបួលមិត្តភក្តិគាត់ហ្នឹងទៅ3នាក់ទៀតអញ្ចឹងពួកគាត់ក៏ដូចថាជិះម៉ូតូពីភ្នំពេញហ្នឹងទៅលេងខាងខេត្តកំពតណាអញ្ចឹងនៅពេលដែលពួកគាត់ទៅហ្នឹងគឺពួកគាត់បានទៅកន្លែងដូចថាកន្លែងផ្ទះលំហែគេមកកន្លែងណាហើយផ្ទះលំហែនៅកន្លែងខេត្តកំពតហ្នឹងទៀតសោតគឺផ្ទះលំហែហ្នឹងគឺនៅផ្លូវមួយដែលថាផ្លូវពីមុខដូចថាផ្ទះគេមានរីសតគេមានផ្ទះលំហែផ្សេងហ្នឹងគឺពួកគាត់បានចូលទៅដូចថាទៅសួរនាំគេកន្លែងថាចង់សម្រាកចង់អីចឹងណាអញ្ចឹងពេលហ្នឹងគឺផ្ទះនីមួយហ្នឹងគឺមានមនុស្សពេញមានថាគេកក់គេអីហើយណាអញ្ចឹងទើបធ្វើឲ្យគាត់ហ្នឹងបានទៅដល់កន្លែងផ្ទះលំហែមួយនៅខាងចុងគេអញ្ចឹងបានដូចថាកន្លែងហ្នឹងគឺមានកន្លែងបន្ទប់ទំនេរ 2-3 បន្ទប់ណាបន្ទាប់ពីបងជីណាគាត់ទៅកន្លែងផ្ទះលំហែហ្នឹងបងជីណាគាត់ក៏បានដូចថាយកកន្លែងផ្ទះលំហែហ្នឹងលក្ខណៈថាគាត់យក2បន្ទប់អញ្ចឹងទៅដោយសារតែបងជីណាហ្នឹងគាត់ចូលចិត្តថាគេងមកបន្ទប់ម្នាក់ឯងអញ្ចឹងហើយគាត់ក៏យក2បន្ទប់មកបន្ទប់ទៀតហ្នឹងគឺសម្រាប់ពួកមិត្តភក្តិរបស់គាត់ហ្នឹង3នាក់ទៀតហើយមកបន្ទប់ដែលមិត្តភក្តិពួកគាត់គេងហ្នឹងទៀតសោតណាគឺមានក្រេ2ចំណែកបន្ទប់ដែលបងជីណាគេងម្នាក់ឯងហ្នឹងគឺមានក្រេតែមួយនោះទេអញ្ចឹងយើងនិយាយពីកន្លែងរីសតដែលបងជីណាគាត់ទៅសម្រាកនិយាយថាបន្ទប់ដែលបងជីណាគាត់ទៅសម្រាកហ្នឹងណាអញ្ចឹងពេលដែលគាត់បើកទ្វារចូលមកហ្នឹងពេលដែលគាត់បើកទ្វារចូលមកគឺមានទ្វារមួយណាទ្វារហ្នឹងគឺនៅក្បែរទ្វារដែលច្រកចូលហ្នឹងឯងគឺមានបន្ទប់មួយហើយក្នុងបន្ទប់បងស្រីជីណាដែលគាត់គេងហ្នឹងណាគឺមានតែក្រេមួយនោះទេហើយកន្លែងក្នុងបន្ទប់ហ្នឹងទៀតសោតគឺមានលក្ខណៈថាគឺព្រៃដែលគេដូចថាដើមឈើគេដុះចេញមកពីទឹកណាអញ្ចឹងម្ចាស់រីសតគេហ្នឹងគឺគេអត់កាប់ដើមឈើហ្នឹងទេគឺគេកាប់របៀបថាគេធ្វើកន្លែងបន្ទប់ហ្នឹងគឺនៅលើកន្លែងថាលើដើមឈើហ្នឹងតែម្ដងដោយសារតែគឺគេទុកលក្ខណៈទៅថានិយាយទៅយើងអត់ដឹងថាមិនអីនោះទេប៉ុន្តែកន្លែងក្នុងបន្ទប់ហ្នឹងគឺគេឃ្វាកន្លែងដើមឈើនៅក្នុងបន្ទប់ហ្នឹងលក្ខណៈគេចោះជុំវិញហ្នឹងណាអញ្ចឹងដើមឈើហ្នឹងគឺនៅក្នុងបន្ទប់របស់បងជីណាដែលគាត់សម្រាកហ្នឹងឯងបន្ទាប់ពីយើងបើកទ្វារចេញមកវិញយើងចូលទៅបន្ទប់មិត្តភក្តិរបស់គាត់3នាក់ទៀតដែលពួកគាត់សម្រាកហ្នឹងណាគឺក្នុងបន្ទប់ហ្នឹងគឺមានក្រេ2អញ្ចឹងហើយនៅក្នុងបន្ទប់នឹងទៀតសោតនៅខាងដូចថាពេលយើងបើកទ្វារមកគឺមានក្រេអញ្ចឹងហើយនៅខាងឆ្វេងដៃរបស់ក្រេហ្នឹងណាគឺមានទ្វារកញ្ចក់មួយដែលយើងអាច
បើកទ្វារចេញទៅអង្គុយលេងចេញទៅអង្គុយញ៉ាំអីបានចេញទៅមើលទេសភាពចេញអីចឹងទៅបន្ទាប់ពីយើងនិយាយពីនៅបរិវេណខាងក្រៅវិញកន្លែងខាងក្រៅហ្នឹងគឺមានកន្លែងគេអាចថាមានកន្លែងតុកកន្លែងកៅអីគេអង្គុយលេងសម្រាប់ថាអង្គុយជុំគ្នាជាអីចឹងណាហើយនៅខាងមុខហ្នឹងទៀតសោតគឺមានកន្លែងទឹកដែលជាដងព្រែកដងអីចឹងទៅហើយនៅខាងកន្លែងមុខពួកគាត់អង្គុយលេងហ្នឹងគឺមានគេហៅថាទូកៅយ៉ាមួយណាដែលគេទុកសម្រាប់ឲ្យអ្នកថាគេជិះលេងជិះអីចឹងទៅចឹងនៅពេលដែលបងស្រីជីណាហើយនិងមិត្តភ័ក្តិរបស់គាត់3នាក់ហ្នឹងបានទៅដល់ក្នុងបន្ទប់ហ្នឹងណាពួកគាត់ក៏បានរៀបចំឲ្យបានដាក់នៅក្នុងបន្ទប់ហ្នឹងអីចឹងទៅប៉ុន្តែបងស្រីជីណាហ្នឹងគឺគាត់ដូចថាយកអាវ៉ាន់ទៅទុកនៅក្នុងបន្ទប់ហ្នឹងអីហើយជាមួយមិត្តភ័ក្តិគាត់អីចឹងទៅពួកគាត់ក៏បានដូចថានាំគ្នាពួកគាត់3 4នាក់ហ្នឹងណាក៏ទៅជិះម៉ូតូលេងនៅក្នុងទីរួមខេត្តកពតហ្នឹងទៅរបៀបថាពួកគាត់ចង់ទៅមើលទេសភាពទេសអីចឹងណាហើយទៅរកអីញ៉ាំចឹងទៅបន្ទាប់ពីពួកគាត់បានត្រឡប់មកពីកន្លែងរកអីញ៉ាំជិះម៉ូតូដើរលេងហ្នឹងហើយពួកគាត់ក៏បានត្រឡប់មកកន្លែងផ្ទះលំហែកន្លែងពួកគាត់ហ្នឹងវិញណាហើយពួកគាត់ក៏បានទិញរបស់អីញ៉ាំហើយទិញគ្រឿងដូចថាជាយកមកទុកអង្គុយហូបលេងពេលយប់ឡើងមុខមាត់ឆ្នេរមាត់អីចឹងទៅបន្ទាប់មកទៀតបងស្រីជីណាគាត់បាននិយាយថានៅពេលដែលគាត់បានទិញរបស់ញ៉ាំរបស់អីមកអង្គុយហូបជុំគ្នានៅកន្លែងមុខកន្លែងទ្វារកញ្ចក់ហ្នឹងណាកន្លែងគេមានកៅអីអង្គុយលេងអង្គុយអីហ្នឹងគឺពួកគាត់បានហូបវិជាអស់ម្នាក់ប្រហែលជា2 3កំប៉ុងដែរហើយបងស្រីជីណាហ្នឹងគាត់ក៏បានងើបចេញពីកៅអីអង្គុយដែលពួកគាត់បានអង្គុយជុំគ្នា4នាក់ហ្នឹងណាគាត់ក៏បានទៅអង្គុយតែឯងនៅមុខកន្លែងមាត់ឆ្នេរមាត់អីហ្នឹងរបៀបថាគាត់រៀង stress ផងរៀងអត់សូវសប្បាយចិត្តអីអញ្ចឹងណាគាត់ទៅអង្គុយមើលអង្គុយអីអញ្ចឹងទៅប៉ុន្តែកំឡុងពេលដែលគាត់កំពុងតែអង្គុយមើលកន្លែងថារបៀបថាគេមានកៅអីមួយអង្គុយកន្លែងមាត់ឆ្នេរណាគាត់អង្គុយផ្អែកហ្នឹងគឺផ្អែកមកមើលកន្លែងបែរមកខាងកន្លែងផ្ទះលំហែរបស់គាត់ហ្នឹងណាពេលហ្នឹងបងស្រីជីណាគឺគាត់ឃើញមនុស្សស្រីម្នាក់ស្លៀករ៉ូបពណ៌សណាប៉ុន្តែគាត់ថាពេលហ្នឹងគឺគាត់អត់បានឃើញមុខនោះទេហើយគាត់ក៏បានស្រឡឹងមើលដែរគាត់ថាខែលោកគាត់ដូចថារៀងព្រិលភ្នែករៀងអីអញ្ចឹងណាព្រោះដោយសារតែគាត់ជិះមកវារៀងហត់ដែរហើយពួកគាត់បានញ៉ាំដូចថាត្រជាក់ហ្នឹងអស់ម្នាក់2 3កំប៉ុងអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងហើយគាត់ដូចថាយកដៃញីភ្នែកញីអីអញ្ចឹងណាពេលដែលគាត់ញីដៃអញ្ចឹងទៅគាត់ក៏បាត់លែងឃើញលែងអីវិញអញ្ចឹងណាបន្ទាប់មកបងស្រីជីណាហ្នឹងមិត្តភ័ក្តិរបស់ពួកគាត់3នាក់ទៀតហ្នឹងណាក៏បានហៅគាត់ហ្នឹងមកអង្គុយនៅតុវិញដើម្បីអង្គុយហូបនិយាយលេងអីជុំគ្នាអញ្ចឹងទៅអញ្ចឹងបងស្រីជីណាគាត់ក៏បានដើរមកអង្គុយនៅតុជាមួយមិត្តភ័ក្តិគាត់ហ្នឹងអង្គុយហូបទៀតអញ្ចឹងទៅជម្រាបថាអង្គុយហូបបដានិយាយគ្នាលេងអីបដារហូតដល់ម៉ោងប្រហែលជា12ជាងយប់ណាពុកម៉ែបងប្អូនពេលហ្នឹងមិត្តភ័ក្តិរបស់ពួកគាត់ហ្នឹង3នាក់ទៀតអញ្ចឹងក៏ពួកគាត់ហ្នឹងល្ងួយដេកល្ងួយអីណាអញ្ចឹងពួកគាត់3នាក់ហ្នឹងក៏បានចូលទៅបន្ទប់សម្រាប់មុនអញ្ចឹងពេលហ្នឹងនៅតែបងស្រីជីណាម្នាក់ឯងនោះទេគឺគាត់នៅម្នាក់ឯងរបៀបថាគាត់ចង់នៅអង្គុយនៅមុខកន្លែងមាត់ឆ្នេរអង្គុយអីរបៀបថាអង្គុយឈៀលម្នាក់ឯងកាត់ stress កាត់អីអញ្ចឹងណាគាត់ក៏បានទៅអង្គុយកន្លែងកៅអីដែលគាត់អង្គុយមុនគេហ្នឹងណាអញ្ចឹងពេលដែលគាត់កំពុងតែអង្គុយកន្លែងកៅអីហ្នឹងណាប្រហែលជា4-5នាទីបងស្រីជីណាហ្នឹងគឺគាត់ឃើញមានមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅលើអាទូកៅយ៉ាហ្នឹងណាហើយសភាពដែលបងស្រីជីណាឃើញមនុស្សស្រីអង្គុយលើទូកៅយ៉ាហ្នឹងគឺអង្គុយបែរខ្នងមកគាត់នោះទេហើយគាត់ថាស្លៀករ៉ូបពណ៌សណាហើយសក់វិញតម្លាក់មកខាងក្រោយឡើងលឿថាមើលទៅគួរឲ្យខ្លាចហ្មងណាបងប្អូនហើយបងស្រីជីណាគាត់ក៏បានគិតក្នុងចិត្តថាប្រហែលជាគាត់ស្វាងភ្នែកស្វាងអីអញ្ចឹងណាព្រោះដោយសារតែគាត់ផឹកអស់2 3កំប៉ុងហើយផងអញ្ចឹងទៅអញ្ចឹងហើយគាត់ក៏គិតថាប្រហែលជាគាត់ស្វាងភ្នែកស្វាងអីប៉ុន្តែពេលហ្នឹងបងស្រីជីណាគាត់ក៏ខំទៅថាយកដៃញីភ្នែកញីអីហើយប៉ុន្តែសភាពដែលគាត់បានឃើញហើយហ្នឹងណាពេលមុនដែលគាត់បានឃើញហ្នឹងគឺរូបភាពហ្នឹងគឺនៅដដែលអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងពេលណាបងស្រីជីណាគាត់ក៏ក្នុងចិត្តថាប្រហែលជាអត់ស្រួលហើយគាត់ក៏បានទៅបន្ទប់គាត់ហ្នឹងដើម្បីសម្រាកវិញបន្ទាប់ពីបងស្រីជីណាដើរចូលទៅបន្ទប់គាត់សម្រាកហ្នឹងណាគាត់ថាគ្រាន់តែបើកទ្វារចូលមកក្នុងបន្ទប់ហ្នឹងណាគឺវាមានសភាពថាក្នុងបន្ទប់ហ្នឹងគឺត្រជាក់ខ្លាំងមែនតើណាពុកម៉ែបងប្អូនទាំងដែលបងជីណាហ្នឹងក្នុងបន្ទប់ហ្នឹងពេលដែលគាត់ចូលមកដំបូងគឺគាត់អត់ទាន់បើកម៉ាស៊ីនត្រជាក់ម៉ាស៊ីនអីទេប៉ុន្តែគ្រាន់តែគាត់ចូលមកអញ្ចឹងណាគឺវាមានសភាពត្រជាក់ខុសប្លែកពីធម្មតាណាដែលធ្វើឲ្យក្នុងចិត្តរបស់បងស្រីជីណាហ្នឹងគឺមានអារម្មណ៍ថាដូចអត់សូវស្រួលប៉ុន្តែពេលហ្នឹងបងស្រីជីណាគាត់ក៏គិតក្នុងចិត្តថាប្រហែលជាយប់ទៅវានៅកន្លែងថាលើសមុទ្រលើឬថាលើទឹកលើអីអញ្ចឹងណាវាយ៉ាងចោលត្រជាក់ចោលអីអញ្ចឹងទៅក៏គាត់មិនសូវជាគិតច្រើនឯដែរគាត់ក៏បានឡើងទៅគេងនៅលើខែរបស់គាត់វិញប៉ុន្តែទោះបីជាគាត់ឡើងទៅគេងនៅលើខែគាត់នឹងនៅក្នុងបន្ទប់ក៏ដោយគឺបងស្រីជីណាគឺគាត់អត់ទាន់ដូចថាល្ងុយដេកអីខ្លាំងណាវាថាគាត់ព្យាយាមដេកដែរតែគឺដេកអត់លក់នោះទេ
ក្រោយមកទៀតបងស្រីជីណាគាត់កំពុងតែដេកនៅលើខេហ្នឹងណាបងស្រីជីណាគឺគាត់មានអារម្មណ៍ចម្លែកណាពុកម៉ែបងប្អូនគាត់ថាដូចមានអ្វីមួយយ៉ាងណាកំពុងតែដូចថាឈរកម្រើកឬក៏ដូចថាមានសកម្មភាពដូចថាចម្លែកកំពុងតែមើលមកគាត់អញ្ចឹងណាបន្ទាប់ពីបងស្រីជីណាគាត់មានអារម្មណ៍អញ្ចឹងគាត់ក៏បានអឺតមើលទៅចុងជើងអាកន្លែងដែលមានដើមឈើដុះមកពីទឹកនៅក្នុងបន្ទប់របស់គាត់ហ្នឹងណាគឺគេខ្វាឬថាឲ្យដើមឈើនឹងដុះអញ្ចឹងណាស្រាប់តែពេលហ្នឹងបងស្រីជីណាគាត់ឃើញថានៅកន្លែងដើមឈើហ្នឹងណាគឺគាត់ឃើញមានក្បាលមនុស្សស្រីម្នាក់ដែលកំពុងតែអឺតមើលនៅគាត់រហូតអញ្ចឹងណាពុកម៉ែបងប្អូនហើយគាត់ថាមនុស្សស្រីកំពុងតែអឺតមើលមកគាត់ហ្នឹងណាគឺអឺតមើលតែឃើញត្រឹមតែភ្នែកនោះទេបន្ទាប់ពីបងជីណាគាត់ឃើញអញ្ចឹងណាគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចហ្មងណាពុកម៉ែបងប្អូនព្រោះតែវាឃើញស្ដែងពេកនៅកន្លែងចុងជើងរបស់គាត់ថាកំពុងតែអឺតមើលមកពីខាងក្រោមទឹកមកអឺតមើលកន្លែងគាត់គេងកន្លែងអីអញ្ចឹងណាពេលហ្នឹងបងស្រីជីណាគឺគាត់ខ្លាចខ្លាំងមែនទែនប៉ុន្តែគាត់ព្យាយាមថាសង្ងំគេងលើខេហ្នឹងរហូតណាប៉ុន្តែទោះបីជាគាត់សង្ងំដេកសង្ងំអីគេងលើខេហ្នឹងក៏ដោយក៏បងស្រីជីណាហ្នឹងក៏គាត់សង្ងំគេងលើខេហ្នឹងដែរលក់នោះដែរប្រហែលជា10នាទីក្រោយមកទៀតហ្នឹងគាត់ក៏បានឮសំឡេងបើកគឺថាបន្ទប់ទឹកគាត់នៅក្នុងហ្នឹងណាគឺឮសំឡេងដូចមានអ្នកគេកំពុងតបើកទឹកនៅក្នុងបន្ទប់អញ្ចឹងឮសំឡេងឈរអញ្ចឹងទៅរបៀបអញ្ចឹងណាពុកម៉ែបងប្អូនហើយនិយាយកាត់បន្តិចពុកម៉ែបងប្អូនដែលនៅក្នុងបន្ទប់របស់គាត់ទៀតសោតហ្នឹងអាក្នុងបន្ទប់ទឹកហ្នឹងណាគឺអាអំពូលហ្នឹងគឺវាលោតភ្លឹបភ្លែតរហូតនិយាយទៅគួរឲ្យខ្លាចខ្លាំងមែនតើណាពុកម៉ែបងប្អូនអញ្ចឹងកំឡុងពេលដែលគាត់គេងលើខេឃ្លុំភួយឃ្លុំអីហ្នឹងណាបងស្រីជីណាគឺគាត់មានអារម្មណ៍ថាខេដែលគាត់កំពុងតែគេងហ្នឹងដូចមានអ្នកគេកំពុងតែគេងបជ្រៀតមួយគាត់អញ្ចឹងទាំងដែលក្រេហ្នឹងគាត់គេងតែម្នាក់ឯងណាពុកម៉ែបងប្អូននិយាយទៅពេលដែលគាត់ឃ្លុំភួយគេងនៅលើខេហ្នឹងគឺមានអារម្មណ៍ថាគាត់ចៀតដូចមានអ្នកគេបជ្រៀតមកគេងក្បែរគាត់អញ្ចឹងណាហើយនៅយប់នឹងផងដែរបងស្រីជីណាគឺគាត់គេងលក់នោះទេរហូតដល់ម៉ោងប្រហែលជាមាន់ល្ងាវម៉ោង4ម៉ោង5ទៀបភ្លឺហ្នឹងណាពុកម៉ែបងប្អូនពេលហ្នឹងគាត់ឮសំឡេងថាទ្វាររបស់គាត់ហ្នឹងណាមិត្តភក្តិរបស់គាត់ហ្នឹងមកហៅគាត់ហ្នឹងរបៀបថាហៅគាត់ហ្នឹងមកហូបកាហ្វេហូបអីអញ្ចឹងទៅទាំងដែលថាគាត់កំពុងតែរៀងថារៀងងួយគេងរៀងអីហើយគាត់អត់បានគេងលក់ទៀតនៅក្នុងយប់ហ្នឹងអញ្ចឹងហើយគាត់ក៏បាននិយាយទៅកាន់មិត្តភក្តិគាត់វិញថាគាត់អត់ហូបកាហ្វេទេគាត់សង្ងំដេកសិនរហូតដល់ម៉ោង7 8ភ្លឺណាពុកម៉ែបងប្អូនគាត់ក៏បានងើបហើយគាត់ក៏បានឡើងទៅសួរមិត្តភក្តិគាត់ដេកនៅបន្ទប់ជាប់គាត់3នាក់ហ្នឹងណាគាត់ថាអាពេលម៉ោងទៀបភ្លឺមាន់ល្ងាវមាន់អីហ្នឹងមិនបានមកហៅគាត់ហូបកាហ្វេហូបអីអញ្ចឹងពេលហ្នឹងបងស្រីជីណាគាត់បាននិយាយថាចេះមិត្តភក្តិរបស់គាត់បាននិយាយមកគាត់វិញថាគាត់អត់បានទៅហៅជីណាឯងទេព្រោះដោយសារតែនៅក្នុងបន្ទប់ជីណាឯងហ្នឹងគឺជីណាឯងចាក់កលឺទ្វារចាក់អីអញ្ចឹងណាអញ្ចឹងពួកគាត់ក៏អត់បានបើកទ្វារចូលទៅកើតដែរគ្រាន់តែឮមិត្តភក្តិគាត់និយាយអញ្ចឹងមកកាន់គាត់បងស្រីជីណាគឺបាសរោមខ្ញាក់ហ្មងណាពុកម៉ែបងប្អូននិយាយទៅគាត់ថាគាត់មកពីភ្នំពេញដើម្បីមកផ្ទះលំហែហ្នឹងដើម្បីកាត់ stress កាត់អីអញ្ចឹងណាបែរជាគាត់មកជួបរឿងអញ្ចឹងនៅកន្លែង resort កន្លែងផ្ទះលំហែគេនឹងវិញណាពុកម៉ែបងប្អូនហើយបងស្រីជីណាគាត់បាននិយាយទៀតថាវាគឺជាលើកទី1ដែលគាត់បានជួបរឿងហ្នឹងនៅពេលដែលគាត់បានទៅលេងផ្ទះលំហែនៅកន្លែងហ្នឹងណានិយាយទៅវាគួរឲ្យខ្លាចខ្លាំងមែនតើណាពុកម៉ែបងប្អូនអាមនុស្សកំពុងតែ stress កំពុងតែអារម្មណ៍អត់សូវសប្បាយចិត្តអត់អីផងអញ្ចឹងទៅមកជួបឲ្យថារឿងខ្មោចលងខ្មោចអីនៅកន្លែងផ្ទះលំហែលំអីអញ្ចឹងវិញនិយាយទៅពេលហ្នឹងនិយាយថាសយជន់សយហ្មងណាពុកម៉ែបងប្អូនហើយសាច់រឿងរបស់បងស្រីជីណាគឺមានតែប៉ុណ្្នឹងទេតើបងប្អូនទាំងអស់គ្នានឹងយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់បងស្រីជីណាណាហើយមានក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងហ្នឹងតាំងពីដើមរហូតដល់ទីបញ្ចប់ណាហើយបើសិនបើឲ្យពេលនិយាយទៅលឺរស់ឬក៏ប្រើពាក្យពេចន៍មិនសមរម្យអីសូមពុកម៉ែបងប្អូនហ្នឹងខន្តីអភ័យទោសមកដល់ admin ផងណាហើយជាចុងក្រោយមានតែពាក្យថាអរគុណបងប្អូនទាំងអស់គ្នាណាជួបគ្នានៅវីដេអូបន្តបាយបាយ